សួស្តីបងប្អូនពុកម៉ែដែលនិយមតាមដានស្ដាប់រឿងរ៉ាវអមនុស្សនៅយប់នេះខ្ញុំមានរឿងមួយមិនមែនកើតឡើងនៅក្នុងព្រៃស្ងាត់ជ្រងំឬនៅក្នុងផ្ទះដែលគេបោះបង់ចោលទេប៉ុន្តែរឿងនេះបានកើតឡើងនៅកណ្ដាលទីក្រុងជាមួយនឹងឧបករណ៍ដែលយើងកាន់ប្រើប្រាស់ជាប្រចាំថ្ងៃនោះគឺទូរស័ព្ទដៃបងប្អូនធ្លាប់គិតទេនៅពេលដែលយើងកំពុងនិយាយទូរស័ព្ទរលកសញ្ញាដែលរត់កាត់អាកាសវេហានោះវាអាចទៅប៉ះទង្គិចឬក៏ចាប់យកសំឡេងរបស់អ្វីម្យ៉ាងដែលមិនមែនជាមនុស្សដែរឬទេរឿងរ៉ាវរបស់ម្ចាស់រឿងនៅពេលយប់នេះគឺបងប្រុសផាយ៉ុងគាត់គឺជាអ្នកជួបហេតុការណ៍នោះដោយផ្ទាល់ហើយវាធ្វើឲ្យគាត់ព្រឺក្បាលរហូតដល់សប្តាហ៍ថ្ងៃនេះហេតុការណ៍នេះទើបតែកើតឡើងថ្មីនេះទេនៅវេលាម៉ោងប្រហែលជា7យប់បងប្អូនសាកស្រមៃមើលបរិយាកាសនៅម៉ោងនេះបន្តិចមេឃចាប់ផ្ដើមងងឹតវាងងឹតសូនឈឹងប៉ុន្តែនៅមានពន្លឺភ្លើងតាមដងផ្លូវតិចបងផាយ៉ុងគាត់កំពុងឈរនៅមុខផ្ទះរៀបច្បងរបស់គាត់ម្នាក់ផ្ទះនោះមិនមែនជាផ្ទះឈើស្ងាត់ទេបងប្អូនវាជាទីកន្លែងដែលមិត្តភ័ក្តិបងប្អូនរបស់គាត់តែងតែជួបជុំគ្នាលេងប៉ុន្តែប្លែកត្រង់ថាយប់នៅពេលនោះខ្យល់រៀងបក់មកត្រជាក់ខុសពីធម្មតាបងផាយ៉ុងគាត់ជាមនុស្សរុះរាយគាត់ចូលចិត្តនិយាយស្ដីនិងរាប់អានគេខ្លាំងណាស់បងប្អូនគាត់ជាមនុស្សដែលយើងហៅថាហ្សែនឬក៏មានញាណពិសេសដែលអាចដឹងធំក្លិនឬមានអារម្មណ៍ថាមានអ្វីម្យ៉ាងនៅក្បែរខ្លួនប៉ុន្តែតាមពិតទៅគាត់មិនដែលឃើញវាជារូបរាងច្បាស់លាស់នោះទេនៅពេលនោះគាត់កំពុងនិយាយទូរស័ព្ទជាមួយនឹងសង្សាររបស់គាត់យ៉ាងសប្បាយរីករាយចិត្តរបស់បងផាយ៉ុងនៅពេលនោះចិត្តមួយនិយាយជាមួយសង្សារចិត្តមួយទៀតភ្នែកចេះតែរំពៃមើលទៅផ្លូវព្រោះរៀមច្បងម្នាក់ទៀតដែលទើបតែមកដល់ជីវិតដែលមើលទៅសាមញ្ញធម្មតាប៉ុន្តែតើអ្នកណាទៅដឹងថាភាពសាមញ្ញនេះគឺជាការចាប់ផ្ដើមនៃភាពភ័យខ្លាចខណៈពេលដែលគាត់កំពុងនិយាយទូរស័ព្ទជាមួយសង្សាររបស់គាត់អាឡូអូនហូបបាយហើយនៅដៃម្ខាងទៀតគាត់លើកសំពះរៀមច្បងដែលកំពុងដើរឆ្លងកាត់ផ្លូវមកដល់ស្រាប់តែនៅក្នុងសំឡេងទូរស័ព្ទគួរតែមានសំឡេងសង្សាររបស់គាត់វាស្រាប់តែមានសំឡេងរំខានមួយមិនមែនជាសំឡេងខ្យល់មិនមែនជាសំឡេងឡានតែជាសំឡេងក្មេងសំឡេងនោះលាន់មកដូចជាគេមកខ្សឹបដាក់ត្រចៀកគាត់ផ្ទាល់ទាំងដែលទូរស័ព្ទនៅឆ្ងាយសំឡេងក្មេងប្រុសអាយុប្រហែលជា7ទៅ8ឆ្នាំសំឡេងនោះនិយាយថាចង់ញ៉ាំទឹកក្រហមបងប្អូនអើយសាកគិតមើលបងផាយ៉ុងគាត់ឈរគាំងគាត់បានងាកទៅឆ្វេងគាត់ងាកមកស្ដាំនៅមុខផ្ទះរៀមច្បងនោះមានតែមនុស្សប្រុសធំគ្មានក្មេងសំបីតែម្នាក់នៅក្នុងចិត្តគាត់គិតថាអញស្ដាប់ច្រឡំទេដឹងឬមួយក៏សង្សារអញខត់លេងសើចអារម្មណ៍ពេលនោះគឺស្រពេចស្រពិលងឿងឆ្ងល់ជាខ្លាំងគាត់គិតថាប្រហែលជាសង្សារគាត់ធ្វើសំឡេងពី3ដាក់គាត់លេងទេដឹងព្រោះគាត់ចូលចិត្តលេងបែបនេះស្រាប់ទៅហើយដោយមិនបានចាប់អារម្មណ៍នឹងភាពមិនប្រក្រតីបងផាយ៉ុងគាត់សួរត្រឡប់ទៅក្នុងទូរស័ព្ទវិញទាំងសំណោចតិចថាទឹកក្រហមអីគេអូនចង់ញ៉ាំទឹកក្រហមស្អី Blue Boy ឬក៏ Fanta ភ្លាមនោះសំឡេងក្មេងដដែលឆ្លើយតបវិញភ្លាមដោយគ្មានការបង្អែបង្អង់វាជាសំឡេងដែលស្ងួតដែលគ្មានជាតិទឹកតែច្បាស់ Fanta បងផាយ៉ុងពេលឮថា Fanta គាត់នៅតែគិតថាសង្សារគាត់ដដែលគាត់ក៏និយាយលេងសើចតបវិញថាឯងនេះចង់ញ៉ាំអីដូចកូនក្មេងអញ្ចឹងញ៉ាំដូចកូនក្មេងអញ្ចឹងបន្ទាប់ពីឃ្លានេះខ្សែទូរស័ព្ទប្រែជាស្ងាត់ជ្រាបឈឹងតែម្ដងមិនមែនស្ងាត់ធម្មតាទេបងប្អូនគឺស្ងាត់ដូចជាមាននរណាម្នាក់យកដៃមកទប់មាត់ទូរស័ព្ទហើយបន្ទាប់មកប្រយោគចុងក្រោយក៏បន្លឺឡើង
មុននឹងសំឡេងនោះបាត់ទៅវិញប្រាប់ម៉ែផងចង់ញ៉ាំទឹកក្រហមប្រាប់ម៉ែផងចង់ញ៉ាំទឹកក្រហមហើយខ្សែទូរស័ព្ទនោះប្រែជាសំឡេងខ្យល់វិញបងប្អូនអើយត្រង់នេះហើយដែលធ្វើឲ្យរោមដៃរបស់បងផាយ៉ងចាប់ផ្ដើមបាសពាក្យថាម៉ែនេះវាមិនសមចេញមកពីមាត់សង្សារដែលកំពុងនិយាយជាមួយសង្សារខ្លួនឯងទេតើសំឡេងនោះជាសំឡេងនរណាហេតុអ្វីអាចចូលមកនៅក្នុងប្រព័ន្ធទូរស័ព្ទបានហេតុអ្វីក៏ចង់ញ៉ាំទឹកក្រហមបន្ទាប់ពីសំឡេងក្មេងនោះបាត់ទៅមួយសន្ទុះក្រោយមកទើបមានសំឡេងសង្សាររបស់គាត់និយាយមកវិញអាឡូហាក់ដូចជាគ្មានរឿងអ្វីកើតឡើងសោះបងផាយ៉ងដោយក្តីសង្ស័យក៏សួរភ្លាមអូនមិញអូននិយាយថាចង់ញ៉ាំទឹកក្រហមអត់សង្សារគាត់ឆ្លើយទាំងឆ្ងល់អត់ទេគេមិនបាននិយាយអីផងបងផាយ៉ងនៅមិនអស់ចិត្តកុំមកលេងសើចណាមិញអូនឯងធ្វើសំឡេងក្មេងនិយាយថាចង់ញ៉ាំទឹកក្រហមទឹកហ្វាន់តានោះអីក៏មកកុហកបងពេលនោះសង្សាររបស់គាត់ចាប់ផ្ដើមបដូរសំឡេងពីលេងសើចមកជាមើងម៉ាត់និងមានភាពភ័យខ្លាចមិនមែនកុហកទេប្រាប់ថាអត់បាននិយាយទេគឺអត់ហើយក៏មកលេងសើចពេលយប់ព្រលប់បែបនេះភាពស្ងាត់ស្ងាត់កើតមានឡើងទាំងសងខាងសង្សាររបស់គាត់តែងតែនឹកឃើញអ្វីម្យ៉ាងហើយសួរដោយសំឡេងញ័រថាបងសំឡេងក្មេងដែលបងឮនឹងអាយុប្រហែលជា 7-8 ឆ្នាំមែនអត់ហើយគេថាគេចង់ញ៉ាំទឹកក្រហមមែនអត់បងផាយ៉ងឆ្លើយទាំងព្រឺក្បាលមែនហើយដូចប្រាប់អូនអញ្ចឹងសង្សារគាត់ក៏និយាយឡើងច្បាស់ហើយបងគឺប្អូនកៅបងផាយ៉ងស្រឡាំងកាំងកៅណាអ្នកណាឈ្មោះកៅការពិតក៏ត្រូវបានលាតត្រដាងកៅមិនមែនជាមនុស្សទេកៅគឺជាវិញ្ញាណមួយដែលសង្សាររបស់គាត់បានទទួលយកមកចិញ្ចឹមពីព្រះសង្ឃមួយអង្គនៅវត្តមួយកន្លែងកៅគឺជាកូនដែលសង្សារគាត់ចិញ្ចឹមហើយហៅកូនពេញមាត់សង្សារគាត់ប្រាប់ថាវិញ្ញាណនេះតែងតែមកលេងសើចបែបនេះជាមួយមិត្តភ័ក្តិរបស់នាងស្ទើរតែគ្រប់គ្នាគេលើកគ្រប់គ្នានឹងលើកលែងតែនាងខ្លួនឯងដែលជាអ្នកចិញ្ចឹមនោះមិនដែលបានលើកផ្ទាល់ត្រចៀកសោះគិតទៅវាចម្លែកណាស់បងប្អូនវិញ្ញាណមួយដែលគ្មានរូបរាងគ្មានសាច់ឈាមបែរជាអាចបង្កើតថាមពលអគ្គិសនីរំខានដល់រលកសញ្ញាទូរស័ព្ទដើម្បីមកប្រាប់ថាឃ្លានបងផាយ៉ងដែលធ្លាប់តែមានសែនគាត់គ្រាន់តែធំក្លិនឬមានអារម្មណ៍ពេលនេះគាត់បានជួបពេញត្រចៀកហើយអ្វីដែលគួរឲ្យខ្លាចនោះគឺវិញ្ញាណក្មេងនោះប្រហែលជាកំពុងអង្គុយនៅក្បែរសង្សាររបស់គាត់ឬប្រហែលជាកំពុងតោងពីក្រោយខ្នងហើយអោនមកនិយាយដាក់ទូរស័ព្ទក៏មិនដឹងបងប្អូនជាទីគោរពរឿងរ៉ាវរបស់បងផាយ៉ងបានបញ្ចប់ត្រឹមភាពស្រឡាំងកាំងនិងការភ្ញាក់ផ្អើលប៉ុន្តែអ្វីដែលយើងទទួលបានអំពីសាច់រឿងនេះមិនមែនតែភាពភ័យខ្លាចប៉ុណ្ណោះទេទីមួយជំនឿនិងការគោរពទោះបីជាយើងមើលមិនឃើញក៏មិនមែនមានន័យថាពួកគេគ្មានវត្តមានដែរការដែលប្អូនកៅមកសុំទឹកក្រហមអាចបញ្ជាក់ថាគាត់ត្រូវការយកចិត្តទុកដាក់ត្រូវការបុណ្យកុសលប្រសិនបើបងប្អូនមានជំនឿលើការចិញ្ចឹមកុមារទេពឬវត្ថុស័ក្តិសិទ្ធិសូមកុំភ្លេចថែរក្សាធ្វើបុណ្យឧទ្ទិសកុសលឲ្យពួកគេផងទីពីរសេចក្តីស្រឡាញ់មិនរើសភពពាក្យថាប្រាប់ម៉ែឲ្យផងបង្ហាញអំពីខ្សែស្រឡាញ់និងការពឹងពាក់ទោះជាវិញ្ញាណក៏នៅត្រូវការភាពកក់ក្ដៅពីអ្នកដែលខ្លួនហៅថាម៉ែទី3ការលើកទឹកចិត្តសម្រាប់បងប្អូនដែលធ្លាប់ជួបហេតុការណ៍ស្រដៀងគ្នានេះសូមកុំភ័យខ្លាចរហូតដល់បាត់បង់ស្មារតីចូលតាំងស្មារតីឲ្យមាំសូត្រធម៌ឬធ្វើអំពើល្អដើម្បីជាកម្លាំងការពារខ្លួនយើងមនុស្សល្អទេវតានិងវិញ្ញាណល្អតែងតែជួយថែរក្សាឥឡូវនេះយើងងាកមករឿងទី2របស់យើងជាបន្តទៀតបងប្អូនធ្លាប់ជឿទេថាមនុស្សយើងទោះបីជាដេកខ្យល់ស្លាប់ទៅហើយក្តីប៉ុន្តែចិត្តនៅតែជាប់ជំពាក់
chất nơi nực rột lực té nâng tù nị tí đầy mình toán bàn bằng pính ai thua ở vị nhiên nút mình ái tới nà ngay bàn rương đẹp nhóm năng lực dốc một này dây bên ní vía cứ chia rương ráo đó là bầy muối đại thlop bàn kỳ lực một này dây ở thời gian bế chích xàm sụp năm một hồi vía mình mến còn tái chia rương mọi lớp mình lại thòm đà tì tái vía chia rương ráo này đây sửa lánh nâng ca chóng tờ lọc một tiêu vĩnh rồi bó krom mà nút mùi krom đái mình đang khuôn thá phụ kế bàn sạp bạch từ hồi tỏ từ tạm đàn đáp được ngọt nìa cả nụ nơi thằng ấy thì xàm sập mũi khai cả đá năm 1992 với về liệt thằng ngày trắng đại cô tại phừ trên trai còn tái nơi nông tì krong cắt mình đúประเทศ Nepal với mình được này thì mấy nơi ngày nút hạ đôi chia cùng bùng tái dùng sau chú mù sóng đại cùng bông bọc bọ dạng khlang khla tất liên lệ cho máu đôi kế trả tật sành áp bò xó cạc mực bán cờ đầu đền đắp chờ lòng nông tèng mù vừa ỏi mưa ở với mình khơi sọ lòi nơi ngày nút trường họ há thì chí bày rồi độc muối rồi bó krom hôn akas cho thấy đại pra pra dùn họ bớt ế bày rồi đọc công bông chỉ diễm cho nơi tì nút miền chỉ bật mà nút mò rối đọc bày nè phụ kế miền đầy sừng khấm miền cua xá chỉ mà nút chỉ tì sờ lánh đại công bông rồng trăm quân ta chủ Visna viết cứ chỉ rước đại dương mưa mình khơi đói xa bành hát và chạy kinh tế nâng cả tùm nhạc tùm nông dân họ đã thông sầm bà mùi nút bàn bật bóng cả cục krong viết bàn họ tự bốc nâng trình trang núm đò rừng móm này chụp núm hệ mà lầy xong lấy tú có khát bàn bằng lư lát mùiប្រពេចភ្នែកហើយបន្តមកគឺភាពស្ងប់ស្ងាត់វាស្ងាត់ឈឹងតែម្ដង113ជីវិតបានរលត់នៅក្នុងវិនាទីនោះគ្មានអ្នករស់គ្មានពាក្យថាលាមានតែបំណែកយន្តហោះនិងក្លិនឆ្អាបនៃសោកនាដកម្មដែលសាយភាយចេញពីជ្រលងភ្នំពួកគេមិនបានត្រឡប់មកផ្ទះវិញនោះទេបន្ទាប់ពីហេតុការណ៍នោះបានកន្លងផុតទៅមិនយូរប៉ុន្មានក្រុមហ៊ុនអាកាសចរនោះក៏នៅតែបន្តជើងហោះហើររបស់ខ្លួនមកកាន់ទីក្រុងកាថ្មាន់ឌូដដែលស្រមៃមើលថាតើអ្នកនឹងមានអារម្មណ៍បែបណាបើសិនបើអ្នកគឺជាបុគ្គលិកបម្រើការនៅយន្តហោះនោះដែលត្រូវមកចុះចតនៅកន្លែងដែលមិត្តភក្តិរបស់ខ្លួនទើបតែស្លាប់យ៉ាងអនាថធម៌ជើងអាហារបន្តមកដល់ជើងអាហារបានចុះចតនៅប្រលានយន្តហោះត្រីប៊ូវ៉ាន់ពេលនោះមេឃចាប់ផ្ដើមងងឹតអាកាសធាតុនៅតែអាប់អួរខ្យល់ត្រជាក់បោះមកប៉ះស្បែកធ្វើឲ្យរោមដៃរបស់ក្រុមការងារទាំងអស់ចាប់ផ្ដើមបះជ្រងគ្រប់គ្នាមានអារម្មណ៍ធ្ងន់នៅក្នុងចិត្តហាក់ដូចជាមាននរណាម្នាក់កំពុងសម្លឹងមើលពួកគេពីទីងងឹតមុននឹងអនុញ្ញាតឲ្យអ្នកដំណើរឡើងយន្តហោះក្រុមនាវិកទាំងអស់បានប្រមូលផ្ដុំគ្នានៅមុខយន្តហោះពួកគេបានសូត្រធម៌លើកដៃសំពះដើម្បីឧទ្ទិសកុសលដល់មិត្តរួមអាជីពដែលបានចែកឋានសូមវិញ្ញាណក្ខន្ធរបស់បងប្អូនទាំងអស់គ្នាបានទៅកាន់សុគតិភពសូមកុំជាប់ជំពាក់អីគ្រប់គ្នាព្យាយាមធ្វើចិត្តឲ្យរឹងមាំប៉ុន្តែនៅក្នុងជំរឿចិត្តរបស់ពួកគេនៅតែខ្លាចពេលវេលាបានមកដល់អ្នកដំណើរបានឡើងយន្តហោះរួចអស់ហើយឯកសារត្រូវបានចុះហត្ថលេខានៅសល់តែនីតិចុងក្រោយគឺការបិទទ្វារយន្តហោះនៅមាត់ទ្វារមានប្រធានក្រុមបម្រើការនិងនារីអូតេសម្នាក់ពួកគេកំពុងរៀបចំបិទច្រកទ្វារដ៏ធ្ងន់នោះស្រាប់តែភ្នែករបស់នារីអូតេបានក្រឡេកទៅមើលខាងក្រៅនៅលើជណ្ដើរយន្តហោះនាងឃើញអ្វីមួយយ៉ាងដំបូងនាងបានឃើញស្ត្រីម្នាក់ស្លៀកឈុតឯកសណ្ឋានប៉ុន្តែឈុតនោះមិនស្អាតទេវារហែកដាច់រយ៉ៃប្រឡាក់សុទ្ធតែដីនិងប្រឡាក់ឈាមក្រមៅឆ្អិនឆ្អៅមុខរបស់ស្ត្រីនោះខ្មៅងងឹតមើលមិនច្បាស់ទេនារីអូតេភ័យតក់ស្លុតនាងចង់ស្រែកប៉ុន្តែសំឡេងនាងកាំងនៅបំពង់កនាងប្រញាប់បែរមុខចេញហើយពេលនាងងាកមើលម្ដងទៀតគឺទទេស្អាតគ្មាននរណាទេនាងគិតថាខ្លួនឯងប្រហែលជាស្រវាំងភ្នែកប្រហែលជាខ្ញុំគិតច្រើនពេកហើយនាងប្រាប់ខ្លួនឯងនៅក្នុងចិត្តប៉ុន្តែវាមិនទាន់ចប់ទេខណៈដែលដៃរបស់ប្រធានក្រុម
nâng nề ở té công pông tiền thuê dân họ đàm bậy bật sạp tái phụ kê tầng pì nét bán khơi rụp hiệp muối đái mình ai bằng plek bán bình mùi chi vật nếu khẳng krau krong pun lư plương dân họ đò sạ ập miễn mà nụ mùi krom mình mẹ nè tê bông ôn cứ mùi krom phụ kê sliệp bẹ ai dân thán akas cho công pông tài rốt đầm rong móc can dân họ dạng lươn bông ôn phụ kế rốt móc tèng thật đạp thật đua khla bạ đay khla mót đạch rồi ra khla chiêm soi bình khuôn tật mộtระบบphụ kế bộ pin từ đòi phiếp phải khla nâng cả ông vò co phụ kế hạ đôi chiếc công pùng sải tha chạm phong nhom tròn từ te khóm cho nhom ấy về nốtประเทศครอมnâng nề ở té hay nhọt luôn đôi cồn sạn đây là bọc phụ kếจับđàn trở chạy xe phụ kếประnhập tiền việc bất dạng khăng con tai phụ kế mình hiện trả sao tê bột này phụ kế nơi tài lụi mưa tam chân là cần chợ tối nơi một phía nu ở vậy đại phụ kế nơi kháng khai cứ chỉ vì nhiên tiếng o công pung choประชิดนี้nơi một chân đa phụ kế cho dùng đại miền sầm lên tắc mốc là cô ai nật ở sau bồn pe xạ sập đại trường cho mưa dần họ đòi cào nấy sừng ngồi bầm phật phụ kế còn tái trong tờ lọp tờ tia tơ rốc ở phục mặt đai tơ rốc cồn đã bỏ phụ kế tại phần nâu về nụ hói đai phiếp hay khách trái tờ chia đầy nật phù sở đái chia protein crom quát bàn promote mà đây quát lược đầy sầm pé tờ can phía dần họ rối nỉ giấy tàng tập nách rồi miết cho mỏ tha ôn tiếng ở khnia bón đằng tháp ôn trong tập tia mọc cho móc chỉ mùi bòn bộ dưỡng nâng nòm ôn trở lập tập tia vinh xóm còn nơi tình đi ấy trở chạy nà mẹn tế tỏ làng mọc dưỡng tập tia tiếng ở khnia ban tỏ pi ẩn chơi nhít thợ bàn dây chọc phù sở đại chia protein crom bán bảo phía dần họ làng vinh bình tĩnh tục cháu mùi sân tù hạ đôi chia bạc lớn ở phụ kế đại trồ cho trở chạy muối bàn bọ màu vu cho một nông dân họ phơ ở parajika nơi nông phải chia trở chạy khó bị thòm đà áo nợ về đại phụ kế mưa tới cái một đồng tiết cứ ngắt trở ngum tuy nhiên theo nô bàn bạt tự ở hồi phụ kế bàn trồ mọc hồi dân họ chạp đam họ làng buộc một cán tì còng bằng cọ cả họ hà ní cố tài chỉ đường thòm đà con tai krom càng nghe tiếng ó miền ở rầm thá dân họ ngày nít nguồn chiếc rõ đòn hỏi nơi tạm trọ lời đà vì hạ đôi chi chồng yết tổ bấy chỉ khi mình đá cỏ đào trong nói đẹp từ bà bồng phật nút cứ nở bế cùng bốn bầm rà hà miền nẹt bầm rà nẹt bán số từ các nhà đi ở tết đòi tục múc nhà nhầm tha ổn ngày ní krom hốn bong can bọc lục rư bong khơi mình kia trà na xây vá là men đã tới đà móc mình chụp so nơi đây ở tết một sợi niềng sợi tóp tiền nhà nhầm ngột trà bong quan tái nét đầm nà tiền nụ nơi tái so xa bằng tỏ tiệt tha on sấy đai sliệ chuột bò bày tòng nu qua sạn na hói u xà tiền chốt bò bày tòng nơi ngày nu đói xà tái chiếc ca cản tục krom càng nghe tiếng ó sọt tái sliệp vẽ bò khmớ rước bò sụp hiệp miếng đồ nào mà nè sliệp chốt bò bày tòng tê rôm đầy này ở tết chập đàm bà làng niếng đằng phim nè đầm nào mà nè nốt cùng cùng khơi nhà vây vĩ nhiên mật rôm càng nghe bò niếng cùng cùng tái chuối càng nghe cùng cùng tái chuối bầm ra càng nghĩa rồi hột đó vị nhị tì trong cõi này vĩ nhiên là bảo phụ kê tì bầm phật duyên họ bàn cho chót đời sập tập hiệp nè đầm nào tiếng ó bàn cho tranh nơi sáu tay cầm nhiều vớt nắng pì lọt khả năng đài pì lót công pung riệp chóm trả tranh pì cả bình quát bàn đá mọc rạp krom càng người tha ông bành ní bê đài mà xin rồi lút nhóm bàn lư xâm lệnh mà nè mọc sắp nơi tổ chức nhóm bà tài mà đòn xâm lệnh nút này dời tha còn ná bong pì lút đá bàn chun buộc nhóm mọc thẻ vinh đạp hỏi tiền pì lút tiền krom nhiều vực tiền ó nóm khnia dùng tất nết nịch đầy nật tất nết nết ca phải khai
និងទឹកភ្នែកនៃការយល់ចិត្តវិញ្ញាណរបស់ពួកគេពិតជាបានមកជាមួយមែនពួកគេមិនចង់នៅឯកានៅជ្រលងភ្នំទឹកកកនោះទេពួកគេគ្រាន់តែចង់ត្រឡប់មកមាតុភូមិត្រឡប់មកផ្ទះរបស់ពួកគេវិញរឿងរ៉ាវរបស់យន្តហោះ TG 311មិនមែនគ្រាន់តែជារឿងខ្មោចលងបន្លាចនោះទេវាបានបង្រៀនយើងឲ្យយល់ពីតម្លៃនៃការទទួលខុសត្រូវសូម្បីតែស្លាប់ទៅហើយក៏នៅចង់បំពេញតួនាទីជាអ្នកបម្រើការលើយន្តហោះវាក៏បង្រៀនយើងអំពីសេចក្តីស្រឡាញ់និងការប្រកាន់ខ្ជាប់មនុស្សយើងទោះបីជាកាយរលាយតែចិត្តនៅតែមានអនុស្សាវរីយ៍ដូចនេះបងប្អូនអើយមុននឹងយើងលាចាកពីពិភពលោកនេះសូមសាងអំពើល្អសាងបុណ្យកុសលនិងកុំមានចិត្តជាប់ជំពាក់នឹងអ្វីខ្លាំងពេកហើយសម្រាប់អ្នកដែលនៅរស់កុំភ្លេចឧទ្ទិសកុសលដល់អ្នកដែលចែកឋានទៅព្រោះយើងមិនដឹងទេថាពួកគេប្រហែលជាកំពុងរងចាំទទួលបុណ្យពីយើងឬកំពុងរងចាំត្រឡប់មកផ្ទះវិញដោយករណីនេះអញ្ចឹងសូមអរគុណបងប្អូនដែលបានចំណាយពេលដ៏មានតម្លៃតាមដានស្ដាប់វីដេអូនេះតាំងពីដើមដល់ចប់សូមឲ្យបងប្អូនទាំងអស់គ្នាជួបតែសុខសុវត្ថិភាពនិងសុភមង្គលនៅក្នុងគ្រួសារសម្រាប់ពេលនេះសូមអរគុណសូមជម្រាបលាបាយបាយ